ជំរាបសួរបងប្អូនឃើញអភិបាលខេត្តមួយនៅស្រុកយើងណាគាត់ទៅរឿងសัตว์ពិសេសទៅរឿងសត្វឆ្កែដែលប្រជាពលរដ្ឋចិញ្ចឹមឆ្កែនៅក្នុងមូលដ្ឋានដែលគាត់កាន់កាប់នៅខេត្តមួយព្រោះឥឡូវហ្នឹងគាត់មិនខ្វល់ពីបញ្ហាប្រជាពលរដ្ឋអីអត់បាយអត់អីបញ្ហារឿងសัตว์គាត់កង្វល់តែរឿងសัตว์រហូតដល់ឆ្កែអ្នកផ្ទះណាចិញ្ចឹមឆ្កែយើងត្រូវកត់ប្រវត្តិទៅរូបរបស់ឆ្កែហ្នឹងឆ្កែនឹងធ្លាប់ខំគាត់អត់បងប្អូនគាត់ធ្លាប់ជិះបុកឆ្កែហ្នឹងអត់អញ្ចឹងណាអញ្ចឹងគាត់ក្នុងនាមគាត់អ្នកគ្រប់គ្រងខេត្តហ្នឹងគាត់បារម្ភរឿងហ្នឹងរឿងគោក្របីសេះអីគាត់ណែនាំហើយឥឡូវនេះចុងក្រោយនេះគឺគាត់ណែនាំរឿងឆ្កែទៀតប៉ុន្តែពិបាកលោកភ្លេចនៅជ្រូកមួយទៀតបងប្អូនបាទនៅជ្រូកមួយទៀតលើក្រោយអភិបាលខេត្តហើយណែនាំរឿងចាំជ្រូកចាំអីទៀតទៅល្អតាមកចាំធ្វើការងារអីទេគិតគូរតែរឿងសัตว์ហ្នឹងទៅព្រោះពេលប្រទេសយើងវារីកចម្រើនពេកទៅហ្នឹងវាអត់មានបញ្ហាអីខ្លះប្រជាពលរដ្ឋអត់បាយអត់គិតរឿងប្រជាពលរដ្ឋអត់បាយអត់អីហ្នឹងគិតតែរឿងសត្វឆ្កែទឹកតងសត្វឆ្កែអញ្ចឹងទៅសត្វដែលចិញ្ចឹមនៅផ្ទះជុះអាចជុះអីណាពេញទឹកពេញដីរត់ពេញតាមផ្លូវធ្វើឲ្យគោថាចរាចរណ៍អីម្យ៉ាងតែមានតែគាត់មួយទៅដែលគាត់ចេះនឹកឃើញណាតែយើងមកយើងនឹកអត់ឃើញណាប៉ុន្តែគាត់នឹកឃើញអាហ្នឹងបានថាកតិបណ្ឌិតអ្នកគ្រប់គ្រងបងប្អូននៅខាងខេត្តនោះគួរតែឈប់ទៅដើម្បីកុំឲ្យមានបញ្ហាហើយបើចិញ្ចឹមសត្វឆ្កែចិញ្ចឹមអីហ្នឹងយើងទិញទ្រុងទិញអីដាក់ទៅកុំឲ្យប៉ះពាល់ដល់គ្រួសារគាត់អញ្ចឹងទៅមិនមានបញ្ហាយើងដឹងស្រាប់ហើយពីតាំងពីដើមមកស្រុកខ្មែរយើងមានណាគេទៅចិញ្ចឹមឆ្កែមកផ្ទះ2 3 4 5អីចិញ្ចឹមហ្នឹងដើម្បីការពារគីឡូមានចៅមានពលឺអីមករួចគោ3គាត់ទៅបានឆ្កែហ្នឹងឯងអ្នកការពារនោះមិនមែនចាំសัตว์ដូចនៅស្រុកគេនេះនៅស្រុកគេនេះគេចិញ្ចឹមឆ្កែស្មើចិញ្ចឹមមនុស្សម្នាក់បងប្អូនពួកគេស្រឡាញ់គេថែបើគេដឹកទៅលេងសួនទៅអាចទៅគេកើបអីស្រួលបួលដែរហើយឲ្យយើងទៅធ្វើប្រទេសយើងសន្តិភាពប្រទេសយើងអ្នកមានឲ្យមកធ្វើប្រទេសដូចប្រទេសគេមិនកើតតែអត់រួចទេ